สุดท้ายบางคนออกนี้งานนี้ខ្ញុំមានប្រធានបទខ្លីដែលនិយាយអំពីការអប់រំកុមារបែបចិននៅក្នុងវីដេអូដែលខ្ញុំបានដកស្រង់ចេញអំពី TikTok នេះគឺជាថ្នាក់មត្តេយ្យសិក្សារបស់ប្រទេសចិនបងប្អូនឃើញក្មេងៗកំពុងតែរៀនសូត្រយ៉ាងសកម្មជាមួយនឹងសម្ភារៈជាច្រើនតាមផ្នែកនីមួយៗហើយកុមាររៀនដាច់ដោយឡែកពីគ្នាតាមការផ្ចង់អារម្មណ៍រៀងៗខ្លួនបាទនេះជាមត្តេយ្យដែលយើងឲ្យឈ្មោះថាបែបមន្តេសរីបាទមត្តេយ្យថ្នាក់មន្តេសរីនេះគឺជាកម្មវិធីមួយដ៏អស្ចារ្យដែលអាចជួយជំរុញសក្តានុពលបាទបញ្ញាស្មារតីរបស់កុមារទាំងរាងកាយទាំងចិត្តទាំងអារម្មណ៍ការទំនាក់ទំនងសង្គមនិងភាសាបានយ៉ាងល្អហើយចិនយើងឃើញថាជាប្រទេសមួយដែលមានការចង់ផ្ដើមជំរុញការអប់រំនេះគឺខ្លាំងក្លាមែនទែនចិនបញ្ជូននិស្សិតទៅរៀននៅប្រទេសបាទលោកខាងលិចយ៉ាងច្រើនម៉ឺននាក់ហើយលើនេះប្រទេសចិនក្លាយជាប្រទេសលំដាប់ពិភពលោកមហាអំណាចយ៉ាងធំដែលខុសឆ្ងាយពីប្រមាណបាទទសវត្សរ៍មុនឥឡូវនេះយើងឃើញថ្មីនេះក៏ក្រសួងអប់រំចិនចាប់ផ្ដើមដាក់បញ្ចូលកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យា AI ថ្នាក់បឋមសិក្សាថែមទៀតបងប្អូនបើប្រៀបធៀបជាមួយនឹងការអប់រំកុមារនៅប្រទេសកម្ពុជារបស់យើងខ្ញុំសង្កេតឃើញថាកុមារដែលអាចមានលទ្ធភាពរៀនថ្នាក់មត្តេយ្យសិក្សាបែបនេះបានគឺនៅថ្នាក់អន្តរជាតិបាទសាលាដែលមានកម្រិតអន្តរជាតិខ្ពស់តម្លៃរាប់ពាន់ដុល្លារឡើងបាទត្រឹម 5-6,000 ក៏អត់ឃើញកម្មវិធីបែបនេះដែរបងប្អូនថ្នាក់$10,000ក្នុងមួយឆ្នាំឯណោះប៉ុន្តែបើសិនជាបងប្អូនអាចយល់អំពីអ្វីទៅជាកម្មវិធីបណ្ដុះបណ្ដាលបែបទំនើបមន្តេសរីនៅក្នុងសម័យសតវត្សទី21នេះបងប្អូនអាចអប់រំបណ្ដុះបណ្ដាលកូននៅក្នុងផ្នែកណាមួយដែលអាចឲ្យពួកគាត់មានបាទ confidence មានឯករាជ្យភាពបាទមានការទូក៏ត្រូវមានការគិតស៊ីជម្រៅទំនាក់ទំនងសង្គមល្អប្រសើរគឺបងប្អូនត្រូវស្វែងរកសាលាដែលមានគុណភាពសាលាដែលផ្ដល់ឱកាសលើកទឹកចិត្តកុមារដែលរៀនផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបងប្អូនកុំឲ្យហួសពេលវ័យកុមារគឺជាវ័យដែលបណ្ដុះបណ្ដាលសក្តានុពលដ៏អស្ចារ្យនេះនិយាយម្ដងទៀតព្រោះខ្ញុំធ្លាប់បានធ្វើវីដេអូជាច្រើនទៅហើយបាទបងប្អូនមាតាបិតាខ្លះថ្នាក់ថ្នមកូនជ្រុលបាទនៅផ្ទះបាទបដោយច្រើនបាទឲ្យឱកាសកូនប្រើប្រាស់គ្រឿងអេឡិចត្រូនិកតែធ្វើឲ្យខូចដល់ប្រព័ន្ធខួរក្បាលថែមទៀតបងប្អូនត្រូវតែដាក់កូននៅសាលាជាពិសេសឲ្យបានពេញម៉ោងបាទគឺដាក់មួយថ្ងៃពេញដើម្បីពួកគាត់អាចស្រូបក្រេបយកចំណេះនឹងបានគ្រប់ផ្នែកនៃការអភិវឌ្ឍសម្រាប់កុមារហើយមាតាបិតាមានឱកាសនៅក្នុងការពុតលុតដំអត្តចរិតរបស់កុមារបានតែពួកគាត់នៅវ័យក្មេងនេះគឺ0ឆ្នាំដល់12ឆ្នាំបាននៅក្នុងថ្នាក់មត្តេយ្យនិងថ្នាក់បឋមសិក្សាកុមារចាប់ចូលដល់ថ្នាក់អនុវិទ្យាល័យគាត់ចាប់ផ្ដើមខ្លាយជាវ័យជំទង់អញ្ចឹងចាប់ផ្ដើមមានការតតាំងមតិយោបល់ប៉ុន្តែបើសិនជាពួកគាត់អប់រំបានត្រឹមត្រូវពីថ្នាក់មត្តេយ្យនិងបឋមសិក្សាអញ្ចឹងអរិយាប័ត្រដែលមាតាបិតាចង់បានហ្នឹងគឺកូនបាទទុនភ្លុនល្អហើយនឹងស្ដាប់បង្គាប់នេះជាអ្វីដែលខ្ញុំចង់ទាញចំណាប់អារម្មណ៍ឲ្យមាតាបិតាចាប់អារម្មណ៍ឲ្យខ្លាំងនៅក្នុងថ្នាក់មត្តេយ្យសិក្សាហើយស្វែងរកសាលារៀនណាដែលបងប្អូនពេញចិត្តបាទសូមអរគុណ